យប់មួយនៅចុងសប្តាហ៍ខ្ញុំនិងមិត្តភ័ក្តិពីរនាក់បានសម្រេចចិត្តធ្វើដំណើរទៅកោះកុងដើម្បីទៅលេងសមុទ្រនិងសម្រាកពីការងារពួកយើងចេញដំណើរពីភ្នំពេញនៅពេលរសៀលដំបូងអ្វីៗមើលទៅធម្មតាពួកយើងនិយាយលេងស្ដាប់ភ្លេងហើយឈប់ញ៉ាំអាហារតាមផ្លូវប៉ុន្តែពេលយប់កាន់តែជ្រៅបរិយាកាសតាមផ្លូវក៏ចាប់ផ្ដើមស្ងាត់ខុសធម្មតាប្រហែលម៉ោង11យប់ពួកយើងបើកឡានចូលតំបន់ដែលព័ទ្ធជុំវិញដោយភ្នំនិងព្រៃក្រាស់ភ្លើងតាមផ្លូវមានតិចណាស់ខាងមុខមានតែផ្លូវខ្មៅងងឹតនិងភ្លើងឡានរបស់ពួកយើងបំភ្លឺបានតែបន្តិចប៉ុណ្ណោះមិត្តខ្ញុំម្នាក់ដែលកំពុងបើកឡានបាននិយាយថាបងផ្លូវនេះស្ងាត់ម្ល៉េះមិនឃើញឡានមួយសោះខ្ញុំក៏មើលតាមកញ្ចក់ហើយឃើញថាពិតជាមិនមានឡាននៅពីក្រោយយើងសូម្បីតែមួយភ្លាមនោះមានសំឡេងដូចជាអ្វីមួយប៉ះលើដំបូលឡានពួកយើងទាំងបីស្ងាត់សំឡេងអីគ្មានអ្នកណាឆ្លើយមិត្តដែលបើកឡានបានបន្ថយល្បឿនប៉ុន្តែមិនហ៊ានឈប់បន្ទាប់ពីបើកបន្តប្រហែល1នាទីជួយផងសំឡេងនោះក៏កើតឡើងម្ដងទៀតលើកនេះវាហាក់ដូចជាមានអ្វីមួយកំពុងគោះពីលើដំបូលឡានមិត្តខ្ញុំបាននិយាយកុំឈប់បើមានអ្វីមែនយើងទៅឲ្យផុតតំបន់នេះសិនពួកយើងក៏បន្តដំណើរមិនយូរប៉ុន្មាននៅមុខផ្លូវមានស្ត្រីម្នាក់ឈរនៅក្បែរចិញ្ចើមផ្លូវនាងពាក់អាវពណ៌សវែងហើយមានសក់ខ្មៅវែងគ្របមុខមិត្តខ្ញុំបានចាប់ហ្វ្រាំងភ្លាមឡានឈប់នៅចម្ងាយប្រហែល10ម៉ែត្រពីនាងស្ត្រីនោះមិនដើរមករកឡានទេនាងគ្រាន់តែឈរដោយមិនកម្រើកខ្ញុំបាននិយាយថាប្រហែលអ្នកដំណើរខូចឡានទេយើងជួយគាត់អត់មិត្តខ្ញុំមិនឆ្លើយគាត់គ្រាន់តែមើលស្ត្រីនោះតាមកញ្ចក់បន្ទាប់ពី2-3វិនាទីស្ត្រីនោះបានលើកដៃឡើងហើយចង្អុលទៅកាន់ផ្លូវខាងមុខមិត្តខ្ញុំបើកកញ្ចក់ចុះបន្តិចហើយសួរបងស្រីមានបញ្ហាអីមែនទេស្ត្រីនោះមិនឆ្លើយប៉ុន្តែយើងបានឮសំឡេងរបស់នាងយ៉ាងច្បាស់កុំទៅពួកយើងទាំង3សម្លឹងមុខគ្នាអីស្ត្រីនោះនិយាយម្ដងទៀតកុំទៅមុខបន្ទាប់មកនាងបានងាកខ្លួនហើយដើរចូលទៅក្នុងព្រៃខ្ញុំភ័យណាស់ហើយប្រាប់មិត្តថាទៅបើកទៅឡានចាប់ផ្ដើមបើកប៉ុន្តែពេលបើកកាត់កន្លែងដែលស្ត្រីនោះឈរយើងមិនឃើញនាងទៀតទេគ្មានស្នាមជើងគ្មានសំឡេងគ្មានអ្វីទាំងអស់មិត្តខ្ញុំចាប់ផ្ដើមបង្កើនល្បឿនប្រហែល5នាទីក្រោយផ្លូវខាងមុខមានពន្លឺភ្លើងពណ៌ក្រហមមួយចាំងនៅចម្ងាយពួកយើងគិតថាប្រហែលជាមានឡានកំពុងឈប់ប៉ុន្តែពេលបើកទៅជិតវាមិនមែនជាឡានទេវាជាផ្ទះឈើចាស់មួយផ្ទះនោះស្ថិតនៅក្បែរផ្លូវហើយមានភ្លើងពណ៌ក្រហមតូចមួយបំភ្លឺនៅមុខផ្ទះមិត្តខ្ញុំបាននិយាយថាយើងឈប់សួរផ្លូវមួយផ្លែតខ្ញុំមិនចង់ឲ្យឈប់ទេប៉ុន្តែឡានបានចាប់ផ្ដើមមានបញ្ហាម៉ាស៊ីនរលត់មិត្តខ្ញុំសាកបញ្ឆេះម្ដងមិនដំណើរការសាកម្ដងទៀតក៏មិនដំណើរការនៅពេលនោះមានសំឡេងគោះកញ្ចក់ឡានជួយផងពួកយើងទាំង3បែរមុខទៅគ្មាននរណាម្នាក់ប៉ុន្តែភ្លាមសំឡេងស្ត្រីម្នាក់បានលាន់ពីខាងក្រៅខ្ញុំប្រាប់ហើយកុំទៅមុខខ្ញុំស្ទើរតែស្រែកពេលមិត្តខ្ញុំបើកភ្លើងឡានបំភ្លឺទៅខាងមុខស្ត្រីដែលយើងបានឃើញមុននេះកំពុងឈរនៅមុខឡានប៉ុន្តែលើកនេះជើងរបស់នាងមិនប៉ះដីទេនាងកំពុងឈរលើអាកាសមិត្តខ្ញុំចាប់ផ្ដើមញ័រយើងទាំង3មិនហ៊ាននិយាយអ្វីទៀតទេបន្ទាប់មកស្ត្រីនោះបានបង្ហាញមុខរបស់នាងស្លេកស្លាំងភ្នែកទាំងពីរខ្មៅងងឹតហើយមាត់របស់នាងមានឈាមហូរនាងនិយាយយឺតមុខផ្លូវមានគ្រោះថ្នាក់ភ្លាមនោះយើងឮសំឡេងរថយន្តធំមួយពីខាងមុខហឺងមិត្តខ្ញុំស្ទុះចុះហ្វ្រាំងទាំងភ័យពីចម្ងាយមានឡានដឹកទំនិញមួយបើកក្នុងល្បឿនលឿនហើយបាត់ទៅក្នុងភាពងងឹតបើពួកយើងបន្តទៅមុខនៅពេលនោះឡានរបស់យើងប្រហែលជាត្រូវបុកជាមួយឡានដឹកទំនិញនោះបន្ទាប់ពីឡានធំនោះបាត់ទៅស្ត្រីខ្មោចក៏បាត់ទៅដែរហើយចម្លែកជាងនេះទៀតម៉ាស៊ីនឡានរបស់ពួកយើងបានបញ្ឆេះឡើងវិញដោយខ្លួនឯងពួកយើងមិនហ៊ានបន្តទៅមុខទៀតទេយើងបើកត្រឡប់ទៅកាន់កន្លែងដែលមានមនុស្សហើយសម្រាកនៅទីនោះរហូតដល់ព្រឹកឡើងពួកយើងបានសួរអ្នកស្រុកអំពីផ្លូវនោះបុរសចំណាស់ម្នាក់បានស្ដាប់រឿងរបស់យើងហើយស្ងាត់មួយសន្ទុះបន្ទាប់មកគាត់បាននិយាយថាបើអ្នកឃើញស្ត្រីពាក់អាវ vest នៅកណ្ដាលផ្លូវមានន័យថាគាត់កំពុងព្រមានអ្នកពួកយើងសួរថាគាត់ជាអ្នកណាបុរសចំណាស់នោះបានប្រាប់ថាជាច្រើនឆ្នាំមុនមានស្ត្រីម្នាក់បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅតំបន់នោះគេនិយាយថាមុនពេលនាងស្លាប់នាងកំពុងធ្វើដំណើរទៅរកគ្រួសាររបស់នាងចាប់តាំងពីថ្ងៃនោះមកអ្នកបើកឡានមួយចំនួនបានអះអាងថាពួកគេបានឃើញស្ត្រីម្នាក់ឈរនៅក្បែរផ្លូវនៅពេលយប់អ្នកខ្លះនិយាយថានាងធ្វើឲ្យឡានរបស់ពួកគេរលត់អ្នកខ្លះទៀតថានាងគោះកញ្ចក់ឡានប៉ុន្តែមានរឿងមួយដូចគ្នាអ្នកដែលនាងព្រមានមិនសូវមានគ្រោះថ្នាក់ឡើយចាប់តាំងពីយប់នោះមកខ្ញុំមិនដែលហ៊ានបើកឡានតាមផ្លូវភ្នំនៅពេលយប់ម្នាក់ឯងទៀតទេហើយរាល់ពេលខ្ញុំធ្វើដំណើរឆ្លងកាត់ផ្លូវស្ងាត់ខ្ញុំតែងតែនឹកឃើញស្ត្រីម្នាក់នោះខ្ញុំមិនដឹងថានាងជាខ្មោចដែលចង់ធ្វើបាបយើងឬក៏ជាខ្មោចដែលកំពុងព្យាយាមជួយជីវិតយើងប៉ុន្តែរឿងដែលធ្វើឲ្យខ្ញុំមិនអាចបំភ្លេចបានគឺពេលយើងទៅដល់ផ្ទះវិញហើយពិនិត្យរូបថតដែលថតក្នុងឡាននៅយប់នោះនៅក្នុងកញ្ចក់ខាងក្រោយមានមុខស្ត្រីម្នាក់កំពុងសម្លឹងមើលពួកយើងហើយនៅក្រោមរូបនោះមានស្នាមអក្សរមួយដែលមិនដឹងថាអ្នកណាសរសេរសូមកុំភ្លេចខ្ញុំបានជួយអ្នក